ធ្វើអាជីវកម្មមួយតទៅយើងស្គាល់អតិថិជនរបស់យើងច្បាស់លាស់ស្គាល់មកទៅអតិថិជនដឹងនៅណាប៉ុណ្ណឹងបាទមែនតើទៅមិនថាអ្នកលក់អនឡាញមិនថាអ្នកលក់ជីវបើកហាងផ្ទាល់អីចឹងនៅពេលដែលគាត់ស្គាល់អតិថិជនរបស់គាត់គោលដៅអតិថិជនរបស់គាត់ច្បាស់លាស់គាត់អាចរៀបផែនការយុទ្ធសាស្ត្រត្រឹមត្រូវអាជីវកម្មខ្លះអតិថិជននៅក្នុងក្រុងអាជីវកម្មខ្លះអតិថិជនជាយុវវ័យអញ្ចឹងទៅបាទតែដោយឡែកអាជីវកម្មរបស់ខ្ញុំអតិថិជនភាគច្រើនគឺជាប្រជាកសិករគឺជាអ្នកដែលគាត់ស្រឡាញ់កសិកម្មជាអ្នកធ្វើចម្ការជាអ្នកដាំឈើហូបផ្លែនិងជាអ្នកដែលគាត់នៅតាមបណ្ដាខេត្តហើយមួយទៀតគឺជាអតិថិជនដែលគាត់មានវ័យរៀងចំណាស់ដែរដោយសារអ្នកដែលគាត់ស្រឡាញ់ការដាំដុះជាពិសេសគឺដំណាំតបែកហ្នឹងក្មេងៗអត់សូវទេបាទអតិថិជនរបស់ខ្ញុំ100នាក់មិនទាន់ជួបក្មេងមួយទេពីច្រើនខ្ទង់30 40ពីច្រើនខ្ទង់40ទៅ50នៅពេលដែលខ្ញុំមានអតិថិជនពីច្រើននៅតាមខេត្តហើយពីច្រើនជាពូមីងដែលគាត់មានវ័យរៀងជ្រេដែររៀងចំណាស់ដែរអញ្ចឹងទំនុកចិត្តមានន័យថាគាត់បារម្ភថាអ្នកលក់នឹងបោកអត់ខ្លាចអ្នកលក់នឹងបោកខ្លាចទូទាត់លុយហើយបានអីវ៉ាន់ខ្លាចអីវ៉ាន់ខ្លាចនិយាយថាគុណភាពប៉ុណ្ណេះដល់ពេលបានអីវ៉ាន់អត់ដូចចិត្តខ្លាចគុណភាពអន់ខ្លាចអីច្រើនអីចឹងទៅខ្ញុំទទួលស្គាល់ថាទំនុកចិត្តគឺវាសំខាន់ទោះបីជាខ្ញុំជាអ្នកទិញក៏ពិបាកទុកចិត្តអ្នកលក់ដែរហើយរឿងនេះគឺមានគ្រប់គ្នាដោយសារអ្នកលក់បោកអតិថិជនក៏មានអ្នកទិញបោកអ្នកលក់ក៏មានបាទអញ្ចឹងធ្វើម៉េចទៅការលក់របស់ខ្ញុំមានជំរើសច្រើនទី1បងប្អូនអាចមកទិញដល់កន្លែងបាទមកទិញដល់កន្លែងមើលអីវ៉ាន់ទៅថងស្នោគុណភាពមិនពេញចិត្តអត់បើពេញចិត្តឃើញអីវ៉ាន់ហើយទូទាត់លុយថ្លឹងអីវ៉ាន់យកទៅផ្ទះចប់ជំរើសទី2គឺអាចផ្ញើតាមក្រុមហ៊ុនដឹងជូនហើយក្រុមហ៊ុនដឹងជូនដែលខ្ញុំផ្ញើស្ទើរតែ99%គឺក្រុមហ៊ុនវិរៈបន្ថបាទមានក្រុមហ៊ុន Capital GNT ប៉ុន្តែខាងខ្ញុំអត់បានផ្ញើជាពិសេសគឺ GNT ខាងខ្ញុំអត់បានផ្ញើទេដោយសារអីវ៉ាន់ខ្ញុំគឺភេទអីវ៉ាន់ធំហើយ GNT ពីច្រើនគេវាស់ម៉ែត្រដូចនេះចឹង5គីឡូវិរៈបន្ថគេយក10000បាទតែ GNT គេវាស់ម៉ែត្រពេលខ្លះអាចដល់15000ទៅ20000បាទហើយមួយទៀតវាឆ្ងាយអញ្ចឹងខាងខ្ញុំផ្ញើតាមតែវិរៈបន្ថទេបាទការផ្ញើតាមក្រុមហ៊ុនវិរៈបន្ថខាងខ្ញុំមាន2ជំរើសបាទទី1បងប្អូនអាចទូទាត់លុយមុនផ្ញើទំនិញទី2បងប្អូនអាចទូទាត់ជាមួយក្រុមហ៊ុនវិរៈបន្ថពេលទទួលទំនិញតើពីរនឹងខុសគ្នាអត់បាទខុសគ្នាទាំងថ្លៃទំនិញខុសគ្នាទាំងថ្លៃផ្ញើបាទតែខុសគ្នាប៉ុណ្ណាថង់ស្នោនេះខ្ញុំលក់1គីឡូ19000ប៉ុន្តែ19000នេះបងប្អូនទូទាត់មុនផ្ញើទំនិញមានន័យថាទូទាត់ហើយខាងខ្ញុំអាចផ្ញើចេញពីច្រើនផ្ញើចេញពេលល្ងាចចន្លោះម៉ោង5 6 7 8យប់ល្ងាចហ្នឹងគឺផ្ញើចេញតាមក្រុមហ៊ុនវិរៈបន្ថបាទហើយបើយក5គីឡូហ្វ្រីដឹក5គីឡូ95000ហ្វ្រីដឹកតាមវិរៈ